សួស្តីអ្នកគ្នាយើងនឹងមក random ទាំងអស់គ្នា random reading yes យើងចូលខែថ្មីហើយចឹងយើងមកមើលទាំងអស់គ្នាថាតើមានអីដែលអ្នកគ្នាត្រូវដឹងនៅក្នុងខែថ្មី your energy នៅពេលនេះពីខែថ្មីហ្នឹងតើមានអីដែលគេចង់ប្រាប់គេយើងមក check out ទាំងអស់គ្នាអូខេអញ្ចឹងការដែលធ្លាក់មកហ្នឹងគឺបងយកហ្មងទៅនិយាយទៅ yes your energy you got the star ខែនេះអាចជាខែដែលអ្នកគ្នាចាប់តាមពីចូលខែ1ថ្ងៃទី1ខែថ្មី today yes today ព្រោះបងធ្វើ record ថ្ងៃហ្នឹង you feel like your emotional អារម្មណ៍របស់អ្នកគ្នាគឺ too much គិតច្រើនគិតរឿងនេះគិតរឿងនោះសុកអារម្មណ៍អត់ល្អសុកបែរជាគិតរឿងគ្រប់យ៉ាងអារឿងមិនសមជារឿងក៏ត្រូវគិតអារឿងដែលថាល្អសុកបែរជាគិតទៅរកអាផ្លូវដែល negative way ណាអ្នកគ្នាតែវាបែបអញ្ចឹងយើងព្យាយាមធ្វើម៉េច relate ខ្លួនឯង control អារម្មណ៍ខ្លួនឯងបានច្រើនដោយសារតែអាចនិយាយបានថាខែមេសា yes April នេះគឺជាខែដែលអ្នកគ្នាត្រូវប្រុងប្រយ័ត្នតេតងជាមួយនឹងអារម្មណ៍ខ្លួនឯងគាត់ទៅដើមខែព្រាមចូលថ្ងៃថ្មីខែដំបូងថ្ងៃដំបូងចាប់ដើមខែថ្មីព្រាមអ្នកគ្នាចាប់តាមមានអារម្មណ៍បែបហ្នឹងឯងច្បោកច្បល់អាស័ព្ទអាសល់ត្រូវមួម៉ៅត្រូវគិតដល់អត់មានហេតុផលចិត្តអន្ទះសាររបៀបបែបអញ្ចឹងOh my god អ្នកគ្នាដឹងអត់ថាតាបជីនិយាយដល់ណា you have a good news បងឲ្យថារយៈពេលមួយអាទិត្យទៀតចុះមួយអាទិត្យទៀតចឹងវាអាចចូលក្នុងថ្ងៃទី10ថ្ងៃទី11ឬក៏ថាលឿនបំផុតថ្ងៃទី6ទី7ទៅអ្នកគ្នានឹងមានដំណឹងល្អអ្នកគ្នាអាចនឹងមានដំណឹងល្អមានឱកាសឬក៏ដំណឹងល្អតាក់ទងជាមួយនឹងឱកាសការងារថ្មីឬក៏មានអីមួយលក្ខណៈថាយើងចាប់តាមធ្វើអ្វីបែបជាអ្វីដែលបទពិសោធន៍ថ្មីសម្រាប់យើង your new experience and so good for you in the future អញតាក់ទងជាមួយនឹងរឿងការងារដំណឹងល្អតាក់ទងជាមួយនឹងរឿងការងារឬក៏អ្នកនរគ្នាណាដែលចាំតាក់ទងជាមួយនឹងរបៀបថាត្រូវដាក់ scholarship ឬក៏ថាដាក់ visa ត្រូវទៅស្រុកក្រៅអី you will get the good news ហើយនឹងបានដំណឹងមានដំណើរឆាប់ទី1ទី2អាចតាក់ទងជាមួយនឹងឱកាសលុយកាក់ក៏ត្រូវចូលមកដែរប៉ុន្តែអ្នកនរគ្នាអានថានឹងមានលៀបពីមនុស្សដែលអាចថាអាយុច្រើនជាងយើងដែលថាមនុស្សប្រុស3កណ្ដាលអញ្ចឹងណាបងអាចមើលឃើញណៃថាអាចទាំង30ស្ដើង30ក្រាស់40ស្ដើងនេះអីដែលបងឃើញតែគាត់មានឋានៈឬក៏គាត់អាចជួយយើងបានតាក់ទងជាមួយនឹងរឿងផងហ្នឹងមួយទៀត new connection វាមិនមែនថាអាចជា new connection ទេណាគ្នាប៉ុន្តែវាអាចថាជាតាក់ទងជាមួយនឹង new relationship ដែលវា so good សម្រាប់អ្នកគ្នាមានន័យថាខែហ្នឹងខែ April ហ្នឹងពីពាក់កណ្ដាលខែដូចតែបងប្រាប់ទៅអ្នកគ្នាអាចនឹងមាន connection មួយដែលល្អអ្នកគ្នាដែលកំពុងតែ talking ជាមួយគ្នាមើលជិតគ្នាអីចឹងណាអាចនឹងមានឱកាស like be relationship ហ្នឹង move ពីអាការ talking ទៅជា like couple dating ជាតំណង like សង្សារនឹងគ្នាយើងខ្លះកំពុងតែ crush on someone ឬក៏មានអ្នកចាប់អារម្មណ៍អីអាចនឹងមានដំណឹងល្អថាគេក៏មានអារម្មណ៍ល្អជាមួយនឹងយើងមាន connection ចូលមកដែលជា new connection មិនថាជាអ្នកចាស់ឬអ្នកថ្មីប៉ុន្តែបងអត់ហ៊ាននិយាយថានៅក្នុងរូបភាពបែបម៉ែប៉ុន្តែអ្នកគ្នានឹងមានទំនាក់ទំនងមួយដែលល្អមនុស្សដែលល្អទាំងចូលមកក្នុងជីវិតរបស់អ្នកគ្នាតែគេនឹងធ្វើអ្នកគ្នាមានអារម្មណ៍ថាមានក្តីសុខមានរបៀបថាស្នាមញញឹមឡើងវិញហើយជាអ្វីមួយដែលអ្នកគ្នាគិតថាវាមិនមែនជាអីដែលអ្នកគ្នាគិតថាវាជាការសម្រេចចិត្តខុសទេដែលអ្នកគ្នាសម្រេចចិត្តថានឹងបើកឱកាសឲ្យម្នាក់ហ្នឹងឬក៏ទទួលយក relationship នឹងចូលមកមើលចិត្តគ្នាឬក៏សម្រេចចិត្តថាតាក់ទងបុគ្គលម្នាក់ហ្នឹង yeah oh my god មានអីដែលចង់ប្រាប់អ្នកគ្នាតទៀត Oh my god, that's so good. Your energy is so good. Okay អ្នកគ្នាមិនថាវីដេអូមួយនេះអ្នកគ្នាស្ដាប់ទៅត្រូវជាមួយនឹង energy របស់អ្នកគ្នាពេលនេះឬក៏មិនត្រូវបើសិនជា
ការបើកមកវានៅក្នុងបែបជា good energy អ្នកគ្នាទទួលយកទៅតែបើសិនអ្នកគ្នាគាត់ថាអូវាអត់ត្រូវជាមួយយើងទេក៏ skip ទៅអត់បញ្ហាទេ like គាត់ថាវាមិនមែនជា your reading ប៉ុន្តែបើសិនជាក្នុងការ energy good energy why not ក្នុងការទទួលយកហើយរងចាំតឹង like បងអត់រំពឹងឲ្យបង្ខំឲ្យអ្នកគ្នាជឿប៉ុន្តែ it's gonna be good energy ដែលអ្នកគ្នាគួរតែ like keep in mind ហើយអានធ្វើអ្នកគ្នា feeling good yeah អ្នកគ្នាល្អជឿលើអារម្មណ៍ខ្លួនឯងខែនេះគឺជាខែដែលបងប្រាប់តាំងពីដើមអញ្ចឹងអ្នកគ្នាត្រូវធ្វើមិនបងប្រយ័ត្នតាក់ទងជាមួយនឹងអារម្មណ៍ខ្លួនឯងប៉ុន្តែមុននឹងគិតធ្វើអីឬសម្រេចចិត្តអីក៏ដោយជឿលើ spirit របស់ខ្លួនឯងបើសិនជាអារម្មណ៍បងអ្នកគ្នាគិតថាអូខេធ្វើវាទៅល្អអូខេបើរឿងនេះមើលទៅយើងមានអារម្មណ៍ថាដូចអត់ទុកចិត្តដូចនៅស្ទាក់ស្ទើរជឿលើអាសន្តៈអាញៀនរបស់យើងណា like ប្រាប់មកគឺច្បាស់មែនទែនអញ្ចឹងមុននឹងគិតមុនសម្រាប់ចិត្តឬធ្វើអីជឿលើញៀនខ្លួនឯងបើសិនជាខ្លួនឯងប្រាប់ថាអូខេធ្វើទៅវាល្អអូខេធ្វើទៅវាអត់ល្អយ៉ាជឿលើហ្នឹងគឺល្អមែនទែនវាអត់អីទេជាខែដែលអ្នកគ្នាសប្បាយចិត្តច្រើន enjoy ច្រើនមានរឿងល្អចូលមកច្រើនតែដូចបងប្រាប់ចឹងត្រូវព្យាយាមជឿ like take care ជាមួយនឹងអារម្មណ៍ខ្លួនឯងព្រោះពេលខ្លះយើងមាននៅក្នុង good energy មែនប៉ុន្តែដល់ពេលយើងអាច control ជាមួយនឹងអារម្មណ៍របស់យើងដល់ពេលដែលយើងមានអារម្មណ៍មួយថា down មានអារម្មណ៍ថារស័ព្ទរសល់អត់មានហេតុផលហើយយើងបលែងអារម្មណ៍ហ្នឹងវាមានអតិពលលើខ្លួនយើងណាវាអាចនឹងធ្វើឲ្យយើងបាត់បង់អារឿងល្អឬក៏ធ្វើឲ្យយើងសម្រេចចិត្តទៅលើអ្វីមួយដែលវាជាការសម្រេចចិត្តខុសក៏ថាបានដែរក៏ថាយើងត្រូវប្រយ័ត្នទៅប៉ុណ្ណឹងអូខេ here's your reading ហើយជួបគ្នានៅវីដេអូក្រោយៗគ្នាអ្នកនរគ្នាបាយបាយ